ដំណឹងក្តៅដំណឹងបន្ទាន់ពីប្រទេសថៃទៀតហើយបងប្អូនខាងប្រជាជនថៃដែលគេមានអបិយជំនឿជឿជាក់ហើយនឹងអ្នកដែលគេមិនគ្រប់គ្រងលើស្ដេចរបស់គេដែលមកឈ្លានពានលើទឹកដីប្រទេសកម្ពុជាដែលធ្វើឲ្យមានសង្គ្រាមធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះហ្នឹងគេចាប់ដើមធ្វើពិធីបួងសួងកម្មាទោសទៅដល់បុព្វបុរសដូនតាខ្មែរនិងប្រាសាទព្រះវិហារដែលទង្វើនេះដែរគឺថ្នាក់ដឹកនាំរបស់ប្រទេសថៃគេបានចោទថាជាទង្វើដ៏អាម៉ាស់ដ៏អៀនខ្មាស់របស់ប្រជាជនខ្លួនឯងដែលមកធ្វើពិធីបុណ្យលៀងសុំទោសលៀងកំហុសដែលធ្វើកំហុសខុសឆ្គងដោយបានបាញ់ផ្លោងមកលើប្រាសាទព្រះវិហារដែលធ្វើឲ្យបែកបាក់ធ្វើឲ្យដូនតារបស់ខ្មែរខឹងបងប្អូនហើយការបួងសួងរបស់គេមានដូចជាឈាមពណ៌ក្រហមមិនយើងមិនដឹងថាគេយកអីណាបងប្អូនឈាមក្រហមហើយនឹងអំពូលភ្លើងពណ៌ក្រហមទៀនពណ៌ក្រហមគេនឹងធ្វើពិធីប្ររពដើម្បីសុំកម្មាទោសទៅលើដូនតាឬក៏ប្រាសាទព្រះវិហារដែលបានថៃបំពេញធ្វើឲ្យប៉ះពាល់បែកបាក់ធ្វើឲ្យដូនតានិងបុព្វបុរសខ្មែរខឹងធ្វើឲ្យប្រទេសថៃជួបគ្រោះទោរភឹកជាច្រើនដែលកន្លងមកយើងឃើញហើយដូចជាគ្រោះធម្មជាតិការបាក់ដីដោយមិនមានមូលហេតុអីជាដើមចឹងទៅបងប្អូនហើយនេះគឺជាប្រផ្នូលមួយដែលមិនល្អហើយក៏มันមានការគ្រប់គ្រងពីថ្នាក់ដឹកនាំរបស់ប្រទេសថៃដែរបងប្អូនដោយសារគេថាទង្វើនេះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិរបស់គេជាខ្លាំងបងប្អូនហើយសម្រាប់ព័ត៌មានអាប់ដេតយ៉ាងម៉េចទៀតបងប្អូនកុំភ្លេចជួយតាមដានទាំងអស់គ្នាហើយចុច Subscribe Channel YouTube របស់ខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗអំពីផ្ទះលេខ2បងប្អូន